ស៊ូស៊ូណាកូនកូនមានម្ដាយជីវិតកូនលំបាកយូរហើយកូនលំបាកបន្តទៀតក៏គ្មានបញ្ហាអីដែរណាកូនព្រោះភាពលំបាកធ្វើឲ្យកូនចេះតស៊ូការតស៊ូធ្វើឲ្យកូនរឹងមាំភាពរឹងមាំគឺជាទីពឹងរបស់ខ្លួនឯងណាកូនកូនត្រូវចាំថាលំបាកពេលនេះគឺដើម្បីស្រណុកពេលក្រោយតស៊ូពេលនេះដើម្បីយកជោគជ័យពេលក្រោយឲ្យតែកូនមានចិត្តអំណត់អត់ធ្មត់តស៊ូព្យាយាមគ្មានឧបសគ្គណាចូលមកជ្រៀលជ្រែកជីវិតកូនបានឡើយការតស៊ូប្រកបដោយឧត្តមគតិគឺជាអាវុធដ៏មុតស្រួចដែលពូជ្រេះបំបែកថ្មតាន់គឺឧបសគ្គឲ្យបែកបាក់បានដូច្នេះកូនត្រូវតែតស៊ូទៅមុខទៀតណាកូនពន្លឺរស្មីនៃជីវិតកំពុងតែរង់ចាំពន្លឺជីវិតរបស់កូនហើយកូនត្រូវតែប្រឹងដើម្បីឆ្ពោះទៅចាប់យកពន្លឺនៃជីវិតនោះឲ្យបានកូនអើយម៉ែសុំទោសដែលម៉ែគ្មានលទ្ធភាពគ្រប់គ្រាន់ជួយជីវិតកូនកុំឲ្យលំបាកម៉ែមានតែពាក្យណែនាំប្រាប់កូនឲ្យចេះតស៊ូក្នុងការសិក្សារៀនសូត្រឬតស៊ូក្នុងការធ្វើការងារគ្រប់យ៉ាងដើម្បីជីវិតកូនបានល្អប្រសើរតែប៉ុណ្ណោះទោះជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយកូនត្រូវតែខិតខំប្រឹងប្រែងខំមាត់សង្កត់ចិត្តយកឈ្នះសេចក្តីលំបាកឲ្យបានណាកូនកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដើរឆ្ពោះទៅកាន់គោលដៅដែលកូនចង់ទៅហើយដំណើរមួយជំហានទៅមួយជំហានរបស់កូនត្រូវតែប្រកបដោយគំនិតដែលច្បាស់លាស់ព្រោះជីវិតនេះនៅវែងឆ្ងាយទៀតណាកូនបើកូនគិតសើដំណើរជីវិតរបស់កូននឹងជួបឧបសគ្គមិនខានតែទោះជាយ៉ាងណាម៉ែមានតែពាក្យថាស៊ូណាកូន4យ៉ាងដែលនាំឲ្យជីវិតរបស់កូនបានដល់គោលដៅគឺឆន្ទៈពេញចិត្តនឹងធ្វើដំណើរវិរិយៈព្យាយាមដើរទៅមុខចិត្តៈយកចិត្តទុកដាក់ក្នុងពេលដែលធ្វើដំណើរវិមង្សាគិតត្រិះរិះពិចារណាដោយបញ្ញាស្មារតីក្នុងផ្លូវដែលខ្លួនឯងកំពុងដើរថាតើផ្លូវខុសឬត្រូវកុំស្ដាយក្រោយពេលដែលដើរខុសផ្លូវកូនត្រូវបន្តដើរទៅមុខដោយរីករាយកូនកុំស្ដាយអតីតកាលតែកូនត្រូវព្យាយាមធ្វើបច្ចុប្បន្ននេះឲ្យបានល្អដើម្បីបន្តទៅអនាគតដ៏ភ្លឺស្វាងរបស់កូន